จัย4យ៉ាងនៅក្នុងព្រះពុទ្ធសាសនាគឺជាតម្រូវការមូលដ្ឋានឬជាគ្រឿងទ្រទ្រង់ដ៏ចាំបាច់បំផុតសម្រាប់ព្រះសង្ឃក៏ដូចជាមនុស្សទូទៅរួមមាន1ចៃវរបច្ច័យសម្លៀកបំពាក់សំដៅលើស្បង់ចីវរសម្រាប់ព្រះសង្ឃឬសម្លៀកបំពាក់សម្រាប់មនុស្សទូទៅដើម្បីស្លៀកពាក់បិទបាំងរាងកាយនិងការពារពីអាកាសធាតុកម្ដៅថ្ងៃភាពរងាឬសត្វល្អិតជាដើម2បណ្ឌបាតបច្ច័យម្ហូបអាហារសំដៅលើចង្ហាន់ឬចំណីអាហារនិងទឹកផឹកដែលចាំបាច់បំផុតសម្រាប់បរិភោគដើម្បីទ្រទ្រង់រាងកាយឲ្យមានជីវិតនិងមានកម្លាំងធម្មពល3សេនាសនបច្ច័យទីជម្រកឬផ្ទះសម្បែងសំដៅលើកុដិព្រះវិហារសម្រាប់ព្រះសង្ឃឬផ្ទះសម្បែងសម្រាប់គ្រហស្ថសម្រាប់ស្នាក់នៅនិងការពារពីកម្ដៅថ្ងៃភ្លៀងខ្យល់ឬសត្វសាហាវផ្សេង4គិលានភេសជ្ជបច្ច័យថ្នាំសង្កូវសំដៅលើឱសថថ្នាំពេទ្យឬការព្យាបាលនានាដែលចាំបាច់សម្រាប់ប្រើប្រាស់នៅពេលមានជំងឺតម្កាត់ដើម្បីព្យាបាលរាងកាយឲ្យជាសះស្បើយនិងមានសុខភាពល្អ